តើមានអ្វីកើតឡើងនៅក្នុងស៊ីក្វីនេះថាមពលពីថ្មពិល9 វ៉ុលថ្មពិលផ្ដល់នូវថាមពលអគ្គិសនីដែលជំរុញឲ្យចរន្តហូរឆ្លងកាត់ស៊ីក្វី Resistance ការពារ LED ត្រូវការចរន្តអគ្គិសនីក្នុងបរិមាណតិចតួចប៉ុណ្ណោះដើម្បីភ្លឺប្រសិនបើអ្នកភ្ជាប់វាដោយផ្ទាល់ទៅនឹងថ្មពិលវានឹងទទួលបានចរន្តច្រើនពេកហើយអាចឆេះខូចបានភ្លាមៗកំណត់បរិមាណចរន្ត Resistance ដើរតួជាឧបសគ្គដែលកំណត់បរិមាណចរន្តអគ្គិសនីដែលហូរឆ្លងកាត់ LED ឲ្យនៅត្រឹមកម្រិតសុវត្ថិភាពវាបំបែកថាមពលដែលលើសពីថ្មពិលដើម្បីឲ្យ LED អាចដំណើរការបានត្រឹមត្រូវ អំពូល LED គឺជាឌីយ៉ូតប្រភេទពិសេសដែលបញ្ចេញពន្លឺនៅពេលដែលចរន្តអគ្គិសនីហូរឆ្លងកាត់វាក្នុងទិសដៅត្រឹមត្រូវនោះហើយជាមូលហេតុដែលជើងវិជ្ជមានត្រូវភ្ជាប់ទៅប៉ូលវិជ្ជមានរបស់ថ្មពិលតាមរយៈ Resistance ហើយជើងអវិជ្ជមានត្រូវភ្ជាប់ទៅប៉ូលអវិជ្ជមានរបស់ថ្មពិលBreadboard បន្ទះតស៊ីក្វី Breadboard ជួយឲ្យយើងងាយស្រួលភ្ជាប់និងផ្ដាច់គ្រឿងបរិក្ខារអេឡិចត្រូនិកដោយមិនបាច់ផ្សារដែលល្អសម្រាប់ពិសោធន៍